សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបានយកសាច់រឿងមួយដែលមានចំណងជើងថាកង់សាគូតើស្នេហាមួយនេះពិតជាអាចកើតឡើងដោយមិនត្រូវការពេលវេលាមែនទេតើអ្នកទាំងអស់គ្នាជឿលើរឿង Love and Friendship អត់រតាអង្គវិសុទ្ធពុទ្ធិរិទ្ធគាត់ម្នាក់នេះគឺជាចម្លើយនៃសំណួរទាំងអស់នេះព្រោះតែគាត់ជា Love and Friendship របស់ខ្ញុំចាំបានថាខ្ញុំជួបគាត់ដំបូងនៅ Bad Friend Coffee ហាងកាហ្វេដែលបើកដំណើរការ24ម៉ោងនៅជិតបន្ទាយពេទ្យខ្ញុំចោះស្ពាបន្តិចមនុស្សអីមុខតូចភ្នែកតូចច្រមុះតូចមាត់ក៏តូចរាងក៏ស្ដើងសម្បុរក៏សរីឯទឹកមុខស្មើសឹងតែគ្រប់ពេលហើយគ្រាន់តែលើកកែវកាហ្វេមកក្រេបសោះបេះដូងខ្ញុំក៏រំសាយខ្សោះដូចស្ករដែលត្រូវកាហ្វេអញ្ចឹងប្រអីក៏មានមុនស្នេហ៍ឡើងដាច់ផ្ងាយអញ្ចឹងទៀតណែគាត់នឹងមនុស្សតើអី Jasmine ឃ្លាដែលខ្ញុំសរសើរលើកระសំណូតបូកជាមួយនឹងគំនូររូបប្រុសមុខទល់អង្គុយផឹកកាហ្វេទាំងមុខស្មើបិទនៅលើក្តារខៀននៃជញ្ជាំងរឿងរ៉ាវក្នុងហាងកាហ្វេមុខនឹងចាក់ចេញមុនពេលនេះទាំងហាងហេងហាងព្រោះត្រីវិស័យនៃបេះដូងខ្ញុំចាប់ផ្ដើមលេងស្គាល់លិចស្គាល់កើតទៀតហើយបន្ទាប់ពីត្រូវស្នេហាកម្មរន្ទះដាក់ចំកដាលមុខនៅថ្ងៃនោះខ្ញុំក៏តែងទៅអេតទៅហាងកាហ្វេនេះជាញឹកញាប់ឲ្យតែថ្ងៃឌៀមយប់ឬត្រូវថ្ងៃចេញពីពេទ្យហើយក្តារខៀននៃជញ្ជាំងរឿងរ៉ាវគឺជាកានឡាយដែលខ្ញុំឧស្សាហ៍រៀបរាប់រឿងក្នុងចិត្តក្រោយពីបានជួបមុខអត្តបិ Love and Friendship របស់ខ្ញុំរួចញញឹមតិចទេថៃ Jasmine ឃ្លាដែលខ្ញុំសរសើរគាត់ឃើញពីក្រាស់ខ្ញុំមុខដែលមិនដែលរិចសោះនិយាយទៅទឹកមុខគាត់ឡើងដូចគោលឈើអត់ជាតិហ្មងមិនដឹងថាបៀមទុកមកពីណាខ្លះទេរាល់ថ្ងៃហ្នឹងលោកអើយលោកដូចរាល់ថ្ងៃខ្ញុំយកក្រដាសសំណោកសោកដែលសរសេររួចយកទៅបិទនៅលើក្តារខៀននៃជញ្ជាំងរឿងរ៉ាវគ្រាន់តែម្ដងវាចម្លែកត្រង់ថាមានសំឡេងឆ្លងឆ្លើយយើងទេដែលចូលចិត្តសរសេរអារម្មណ៍លើក្តារខៀននៃជញ្ជាំងរឿងរ៉ាវខ្ញុំភ្ញាក់ព្រឺតរួចងាកក្រោយងាប់ហើយលេងមកស្ងាត់អីចឹងចាមកខ្ញុំឧទានជីងមួយម៉ាត់ឲ្យកូតព្រោះថាត្រីវិស័យបេះដូងខ្ញុំ error ទៀតហើយមិនឲ្យវា error យ៉ាងម៉េចបើក្រាស់នៅឆោតទាំងរស់ពីមុខនឹងមនុស្សតែចំលេងមកអានឃ្លាឯងសរសេរមុខឯងទាំងជ្រងក់អីអញ្ចឹងហ្មងអបិមុខតូចនេះខ្ញុំដល់ព្រៃធំពេលគាត់ចាប់បាននៅនឹងកន្លែងបាទខ្ញុំមនុស្សតាឆ្លើយដុតទាំងមុខស្មាទៀតបងឯងច្រឡំហើយមនុស្សដែលខ្ញុំដោះសារទាំងងមាត់មុននឹងដើរលឿនស្លាវចេញទៅម៉ូនីកាជឿខ្ញុំលេងទៅមុខបន្ទាប់ពីឮគាត់ហៅឈ្មោះខ្ញុំបែបនេះមិនបានគាត់ស្គាល់ឈ្មោះខ្ញុំឈប់អីអញ្ចឹងហើយនៅថាមិនមែនទៀតគាត់ឌឺបន្ថែមខ្ញុំជ្រួញចិញ្ចើមដូចមិនយល់ Jasmine ផ្កាម្លិះរួចមែនតែនម្លិះម៉ូលីកាមានន័យថាម្លិះរួចហើយក៏មានន័យថា Jasmine នៅក្នុងភាសាអង់គ្លេសនេះគាត់ស្គាល់ខ្ញុំច្បាស់ដំឡឹងដល់អញ្ចឹងទៅខ្ញុំកៀងអូតូបាទអត់ថៃទេខ្ញុំគ្រាន់តែមានរឿងរ៉ាវតែត្រូវញញឹម
គាត់បន្តសំណួរលើកណ្ដាស់សំណួរដែលខ្ញុំបិទមុននឹងទឹកមុខស្មើសម្លេងក៏ស្មើដុតណាស់ដេញធាក់មិនស្គាល់ថាក្រាស់ឥឡូវហើយខ្ញុំតបទាំងខ្នាញ់ហើយគាត់នោះក៏សឹបតិចពេលឃើញថាខ្ញុំប្រកែកអីលេងចេញប្រុសមុខតូចនេះញញឹមស្រាអីអញ្ចឹងទៅខូលស្លាប់តែប៉ុណ្ណឹងគាត់ញញឹមហេតុផលញញឹមព្រោះខ្ញុំរំភើបសិនបាននិយាយទៅបន្ទាប់ពីយប់នេះមកខ្ញុំនិងគាត់ក៏បានស្គាល់គ្នាច្បាស់ជាងមុនបន្តិចហើយក្រោយមកទៀតយើងពីរនាក់មានឱកាសញ៉ាំកាហ្វេជាមួយគ្នាជារឿយនិងចាប់ផ្ដើមចែករំលែករឿងផ្សេងជាមួយគ្នាទើបគាត់ដឹងថាខ្ញុំគឺជានិស្សិតពេទ្យឆ្នាំទី6ដែលគាត់កំពុងតែចុះស្តារនៅមន្ទីរពេទ្យក្បែរនេះចំណែកខ្ញុំក៏ទើបតែដឹងថាគាត់ជា